សួស្តីបងប្អូនអរគ្នាវីដេអូនេះគឺខ្ញុំបានបង្រៀនបងប្អូនអរគ្នាឲ្យចេះអានឬក៏ចេះមើលទៅលើ candlestick អញ្ចឹង candlestick តើតើជាមួយនឹង candlestick គឺយើងមានពីរទេគឺ bullish និង bearish bullish ជា candlestick ដែលមានកម្លាំងអ្នក buy ច្រើនឬក៏យើងហៅថាកម្លាំងអ្នកទិញណាអញ្ចឹង bearish គឺជា candlestick ដែលមានកម្លាំងអ្នក sell ច្រើនឬក៏យើងហៅថាកម្លាំងអ្នកលក់ candle កម្លាំងអ្នកលក់ណាអញ្ចឹងតើតើជាមួយនឹង candle bullish កម្លាំងអ្នកទិញឬក៏កម្លាំង buy candle ឡើងដែលមានពណ៌សម្គាល់ជាពណ៌ខៀវអញ្ចឹង candle buy ឬក៏ candle កម្លាំងអ្នកទិញឬក៏ candle bullish គឺវាមានការបើកនៅផ្នែកខាងក្រោមហើយបិទនៅផ្នែកខាងលើដែលមាន high នៅខាងលើ low នៅខាងក្រោមហើយ candle នេះចែកជា3 yes មានតួធំនេះពណ៌ខៀវធំនេះយើងហៅថាជាតួ body ជាតួខ្លួននៃ candlestick ចុងនៃ candle ផ្នែកខាងក្រោមយើងហៅថា wick ឬក៏ហៅថា shadow ឬក៏យើងអាចហៅម្យ៉ាងទៀតថាជាជើងទៀនក៏បានដែរហើយផ្នែកខាងលើនេះចុងស្រួចនេះក៏គេហៅថា wick ដែរឬក៏ហៅថា shadow ក៏បានហៅថាទៀនក៏បានកោទៀនចុងទៀនក៏បានដែរអញ្ចឹងភាសាគេហៅគេច្រើនគេហៅទៅលើ wick shadow ដែលយើងច្រើនទៅលើអញ្ចឹងតួខ្លួននេះគឺជាតួ body ជាសាច់ body នៃ candle មិនថាតូចធំទេការបិទបើកគឺ candle ជាស្រេច candle bullish គឺបើកនៅផ្នែកខាងក្រោមអូខេហើយបិទនៅផ្នែកខាងលើហើយក៏បន្តតឡើងទៅអញ្ចឹងមាន high and low អញ្ចឹងណាហ្នឹងហើយចំណែកឯផ្នែក candle bearish ឬក៏យើងហៅថា candle ចុះដែលមានពណ៌តំណាងពណ៌ក្រហមគឺដូចគ្នាទេគឺគ្រាន់តែថា candle sell ឬក៏ candle bearish គឺវាមានការបើកនៅផ្នែកខាងលើបិទនៅផ្នែកខាងក្រោមមកសាច់តួ candle នេះគេហៅថា body ជាខ្លួននៃ candle ចុងនេះគឺដូចគ្នាទេគេហៅថា wick ដូចគ្នាណាអញ្ចឹងយើងត្រូវចាំថា candle sell candle bearish គឺបើកនៅផ្នែកខាងលើហើយបិទនៅផ្នែកខាងក្រោម open នៅផ្នែកខាងលើ close នៅផ្នែកខាងក្រោម high low កំពូលនៅផ្នែកខាងលើបើកនៅផ្នែកខាងក្រោមចំណែកឯ bearish គឺបែបហ្នឹងចំណែកឯ bullish ជាស្រេច bullish គឺបើកនៅផ្នែកខាងក្រោមបិទនៅផ្នែកខាងលើណាវាប្រច្រាស់គ្នាអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់ candle បន្តទៀតខ្ញុំនឹងបានបងប្អូននេះគ្រាន់តែជាការសិក្សានិងការមើលពីរបៀបនៃការបិទបើកនៃ candle bullish និង bearish អរគុណច្រើនជួបគ្នានៅវីដេអូបន្ត